គណៈកម្មាធិការពិសេសនៃព្រឹទ្ធសភាថៃកំពុងរុញឲ្យរដ្ឋាភិបាលថៃលុបចោលអនុសារណៈនៃការយោគយល់គ្នា MOU 2000ជាមួយកម្ពុជាដោយអះអាងថាកិច្ចព្រមព្រៀងកំណត់ព្រំដែនគោកនេះមានបញ្ហាផ្លូវច្បាប់ពាក់ព័ន្ធផែនទីបារាំងនិងបរាជ័យក្នុងការដោះស្រាយចំនួនព្រំដែនអស់រយៈពេល26ឆ្នាំយោងតាមកាសែត The Nation គណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃកាលពីថ្ងៃទី18ខែឧសភាឆ្នាំ2026បានអនុម័តជាឯកច្ឆន្ទលើសំណើស្នើឲ្យរដ្ឋាភិបាលថៃដកខ្លួនចេញពី MOU 2000ឬថៃហៅថា MOU 43គណៈកម្មាធិការនៃព្រឹទ្ធសភាថៃនេះអះអាងថា MOU 2000មិនដែលឆ្លងកាត់ការអនុម័តពេញលេញពីគណៈរដ្ឋមន្ត្រីនិងសភាថៃទេហើយអាចផ្ទុយនឹងរដ្ឋធម្មនុញ្ញថៃថែមទៀតផងចំណុចដែលថៃបារម្ភគឺការប្រើផែនទីខ្នាត1លើ200,000សម័យបារាំងគណៈកម្មាធិការព្រឹទ្ធសភាថៃនេះអះអាងថាផែនទីនេះមិនមែនជាផែនទីដែលបង្កើតឡើងដោយគណៈកម្មការកំណត់ព្រំដែនសៀមឥណ្ឌូចិនផ្លូវការទេហើយខ្សែព្រំដែននៅតំបន់ជួរភ្នំដងរែកមិនស្របទៅនឹងស្ថានភាពភូមិសាស្ត្រពិតគណៈកម្មាធិការពិសេសនេះថែមទាំងនិយាយទៀតថាស្ថានភាពបានផ្លាស់ប្ដូរខ្លាំងក្រោយការប្រយុទ្ធគ្នានៅព្រំដែនក្នុងឆ្នាំ2025ដែលធ្វើឲ្យយន្តការចាស់ក្រោម MOU 2000មិនសមស្របតទៅទៀតព្រឹទ្ធសភាថៃថាថៃអាចលុប MOU 2000ដោយឯកតោភាគីបានដោយគ្រាន់តែជូនដំណឹងទៅកម្ពុជាមុន3ខែMOU 2000បានដើរតួនាទីសំខាន់ក្នុងការសិក្សានិងបោះបង្គោលព្រំដែនគោកកម្ពុជាថៃដោយផ្អែកលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ចំពោះកម្ពុជា MOU 2000ជាក្របខ័ណ្ឌចម្បងក្នុងការរក្សាការចរចាឲ្យនៅលើតុប៉ុន្តែចំពោះក្រមនយោបាយនិងអ្នកជានិយមថៃមួយចំនួន MOU 2000คล้ายទៅជាចំណុចចម្រូងចម្រាសពីព្រោះពួកគេយល់ថាវាបើកផ្លូវឲ្យផែនទីបារាំងខ្នាត1លើ200,000មានទម្ងន់ខ្លាំងពេកនៅក្នុងការកំណត់ព្រំដែនកាលពីថ្ងៃទី26ខែមីនាឆ្នាំ2026រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជាបានប្រតិកម្មម្ដងហើយដោយបញ្ជាក់ថាថៃមិនអាចយកច្បាប់ក្នុងស្រុកឬក៏នីតិវិធីផ្ទៃក្នុងមកធ្វើជាមូលហេតុលុប MOU 2000បានទេប៉ុន្តែកន្លងទៅថៃហាក់មិនអើពើនឹងការជំទាស់របស់កម្ពុជាជាក់ស្ដែងគណៈរដ្ឋមន្ត្រីថៃបានសម្រេចលុប MOU 2001ស្ដីពីការគ្រប់គ្រងតំបន់ត្រួតគ្នានៅឈូងសមុទ្រថៃរួចទៅហើយកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026ខ្ញុំរស់សុធាពី News Today NTTV